ជំរាបសួរបងប្អូនទាំងអស់គ្នានេះជាវីដេអូភាគ2ហើយក៏ជាថ្ងៃទី2នៃការធ្វើដំណើរមកចែកអំណោយដល់បងវរៈកងទ័ពថ្ងៃនេះដែរយើងក៏ឆ្លៀតឱកាសទៅលេងភ្នំកលែនហើយនិងប្រាសាទបេងវលាព្រោះជ្រុលតែចេញមកហើយក៏ឆ្លៀតឱកាសមកលេងតំបន់ទេសចរនៅក្នុងប្រទេសយើងឥឡូវនេះយើងឡើងមកដល់ភ្នំកលែនហើយក៏ឈប់ទិញចេកលាក់យកទៅហូបលេងតាមផ្លូវហើយក៏យកទៅស្រុកផងដែរព្រោះថាចេកនេះឆ្ងាញ់បងប្អូនសាច់វាស្អិតល្មួតហើយយកទៅដាំនៅស្រុកយើងអត់ដុះទេបងប្អូនខ្ញុំធ្លាប់ទិញយកទៅដាំនៅស្រុកខ្ញុំដែរដាំទៅដាក់ជីយ៉ាងណាក៏វាអត់ល្អដូចនៅលើនេះដែរឥឡូវនេះយើងបានមកដល់លើកំពូលភ្នំកលែនហើយយើងក៏ថ្វាយបង្គំព្រះអង្គហើយដើរមើលទេសភាពផ្សេងៗនៅលើភ្នំអញ្ចឹងមកឲ្យកាត់ពេលយូរបងប្អូនសូមទស្សនាទេសភាពនៅលើភ្នំកលែនជាមួយខ្ញុំទាំងអស់គ្នាបន្ទាប់ពីដើរលេងនិងស្រស់ស្រូបអាហារថ្ងៃត្រង់នៅលើភ្នំកលែនហើយយើងក៏ចុះមកលេងប្រាសាទបេងវលាដែលចុះតាមផ្លូវថ្មីពីភ្នំកលែនមកដល់ប្រាសាទបេងវលាប្រហែលជាចូលកន្លះម៉ោងដែរប្រាសាទបេងវលាមានទីតាំងស្ថិតនៅក្នុងភូមិបេងវលាស្រុកស្វាយលើខាងកើតជើងភ្នំកលែនមានចម្ងាយប្រហែលជា77គីឡូម៉ែត្រពីទីក្រុងសៀមរាបប្រាសាទនេះមានលក្ខណៈស្តៀងទៅនឹងប្រាសាទអង្គរវត្តប៉ុន្តែទោះលក្ខណៈថាប្រាសាទនេះមានលក្ខណៈបាក់បែកខូចខាតទ្រង់ទ្រាយច្រើនជាងប្រាសាទអង្គរវត្តរបស់យើងប្រាសាទនេះស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី2ប្រាសាទនេះមានគូទឹកដ៏ធំមានទំហំប្រវែង 1200 គុណ 900 ម៉ែត្រប្រាសាទបេងវលាត្រូវបានសាងសង់នៅចុងសតវត្សទី11ដើមសតវត្សទី12នៅលើផ្ទៃដីទំហំ14ហិកតាដើម្បីឧទ្ទិសដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនានិកាយវិស្ណុនិយមតាមផ្លូវទៅប្រាសាទបេងវលាយើងក៏លេចមកខាងស្ដាំដៃមានឃើញប្រាសាទមួយឈ្មោះថាប្រាសាទកន្សែងដែលនៅក្នុងប្រាសាទនេះមានលក្ខណៈទ្រង់ទ្រាយនៅស្អាតប៉ុន្តែមានលក្ខណៈបែកបាក់នៅខាងលើបន្តិចបងប្អូនកន្លែងនេះគឺជាច្រកងងឹតមួយនៅក្នុងប្រាសាទបេងវលាច្រកនេះតើតែយើងឆ្លោះពិលទើបអាចមើលឃើញបើយើងមើលពីរេទទេមើលឃើញតែពីច្រកម្ខាងទៅច្រកម្ខាងទៀតទេ
ដែលមានពលឺថ្ងៃចាំងចូល បងប្អូនបន្ទាប់ពីដើរមើលប្រាសាទបីមលាហើយខ្ញុំពិតជាសោកស្ដាយខ្លាំងមែនទែនដោយសារប្រាសាទនេះមានលក្ខណៈស្អាតខ្លាំងស្អាតស្រដៀងជាមួយនឹងប្រាសាទអង្គរវត្តរបស់យើងប៉ុន្តែទោះតែប្រាសាទនេះមានលក្ខណៈបែកបាក់ច្រើនដុំថ្មនៅប្រាសាទនេះធំៗបងប្អូនឃើញនៅក្នុងវីដេអូប៉ុណ្ណឹងប៉ុន្តែនៅក្រៅធំខ្លាំងឥឡូវយើងក៏ដល់ពេលត្រឡប់ទៅកាន់ស្រុកកំណើតវិញហើយសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាសូមកុំភ្លេចចុច Subscribe នៅលើ YouTube និងចុច Follow នៅលើ Facebook សូមអរគុណសូមជម្រាបលាជួបជាមួយខ្ញុំបាទនៅវីដេអូក្រោយបាយបាយ